តើរយៈពេលប៉ុន្មានដែលស្ត្រីគួរមានកូនម្ដងទៀតក្រោយពីការទទួលការព្យាបាលកូនមិនលូតលាស់ដោយការសម្អាតស្រទាប់រដូវជំរាបសួរនាងខ្ញុំវេជ្ជបណ្ឌិតទីសវណ្ណរតន៍បម្រើការងារនៅមន្ទីរសម្រាប់ព្យាបាលមាតាការសម្អាតស្រទាប់រដូវគឺជាមធ្យោបាយមួយដែលប្រើប្រាស់សម្រាប់ការព្យាបាលករណីកូនមិនលូតលាស់នៅក្នុងស្បូនរបស់ស្ត្រីការសម្អាតនេះមិនមានការឈឺចាប់ទេករណីអាយុគាត់នៅតូចគឺការធ្វើគ្រាន់តែជាការដាក់ទុយោតូចចូលទៅក្នុងស្បូនរបស់ស្ត្រីនិងបឺតសំណល់កូនដែលមិនលូតលាស់នោះចេញនៅក្នុងថ្ងៃដែលស្ត្រីធ្វើការសម្អាតស្រទាប់រដូវវាហាក់ដូចជាថ្ងៃនៃវគ្គរដូវរបស់ស្ត្រីអញ្ចឹងដែរជាទូទៅស្ត្រីនឹងអាចមានការមករដូវធម្មតាក្នុងមួយខែក្រោយករណីស្ត្រីមានការរួមភេទក្រោយសម្អាតស្រទាប់រដូវរួចដោយមិនមានការការពារស្ត្រីអាចប្រឈមមុខនឹងការមានកូនដូចក្នុងវគ្គរដូវធម្មតារបស់ស្ត្រីដែរតើការមានកូនភ្លាមក្រោយការព្យាបាលកូនមិនលូតលាស់តាមរយៈការសម្អាតស្រទាប់រដូវនេះអាចឲ្យប៉ះពាល់ដល់សុខភាពស្ត្រីនិងសុខភាពទារកដែរឬទេបច្ចុប្បន្នមិនទាន់មានការសិក្សាណាមួយក្នុងការកំណត់រយៈពេលក្រោយសម្អាតស្រទាប់រដូវរួចនិងការមានកូនលើកក្រោយរបស់ស្ត្រីទេគ្រាន់ថាក្នុងករណីដែលស្ត្រីទទួលការសម្អាតស្រទាប់រដូវរួចការមករដូវរបស់ស្ត្រីជាទូទៅមួយខែក្រោយតែក៏មានស្ត្រីខ្លះអាចមានការរអាក់រអួលលើវគ្គរដូវក្នុងរយៈពេល3ខែក្រោយសម្អាតដែរករណីទី1ស្ត្រីខ្លះគឺគាត់មានវិបត្តិអរម៉ូននៅក្នុងចន្លោះ3ខែដំបូងក្រោយសម្អាតស្រទាប់រដូវរួចជួនកាលគាត់អាចមានជាការធ្លាក់ឈាមធ្លាក់បាត់ឬកត្តាមួយចំនួនគាត់អាចអត់មករដូវនៅខែបន្ទាប់ជួនកាលអាចទៅដល់2ទៅ3ខែទើបគាត់អាចចាប់ផ្ដើមមានរដូវមកវិញដូចនេះបើស្ត្រីគាត់មានកូននៅក្នុងកំឡុងពេលនេះគាត់អាចពិបាកស្មាននៅអាយុគាត់ដោយគាត់មិនច្បាស់នៅថ្ងៃដែលគាត់មករដូវថ្ងៃណាករណីទី2នៅពេលដែលស្ត្រីធ្វើការសម្អាតស្រទាប់រដូវជាទូទៅអាចនឹងត្រូវការពេលវេលាដើម្បីដោះលូតលាស់នៅស្រទាប់រដូវមកវិញដូចនេះបើក្នុងករណីគាត់ឆាប់មានកូនពេកករណីមួយចំនួនស្រទាប់រដូវមិនទាន់មានការលូតលាស់ល្អមិនមានគុណភាពល្អនៅក្នុងការចិញ្ចឹមកូនដែលអាចឲ្យស្ត្រីប្រឈមមុខនឹងកូនអត់លូតលាស់ទៀតករណីទី3ក្នុងករណីស្ត្រីសម្អាតស្រទាប់រដូវដោយបញ្ហាកូនអត់លូតលាស់ណាមួយដូចនេះស្ត្រីអាចមានពេលវេលានៅក្នុងការរកមើលមូលហេតុដែលបណ្ដាលឲ្យកូនអត់លូតលាស់នោះដើម្បីធ្វើការបង្ការកុំឲ្យមានបញ្ហានេះនៅកូនលើកក្រោយដូចនេះការទុកពេលវេលាសម្រាប់ស្ត្រីគឺល្អចំពោះសុខភាពទាំងផ្លូវចិត្តនិងផ្លូវកាយនិងដើម្បីឲ្យស្រទាប់រដូវនឹងដោះលូតលាស់និងជ្រុះតាមវគ្គរដូវឲ្យបាន2ទៅ3វគ្គល្អសិននិងដើម្បីឲ្យប្រព័ន្ធអរម៉ូនក្នុងខ្លួនរបស់ស្ត្រីដំណើរការមកស្រួលធម្មតាវិញសិនហើយក៏ជារយៈពេលដែលស្ត្រីអាចទទួលការឆែកសុខភាពមុនយកកូនឲ្យបានត្រឹមត្រូវដែលយើងសង្ឃឹមថាស្ត្រីនឹងអាចមានកូនលើកក្រោយប្រកបដោយសុខភាពល្អជាសរុបបន្ទាប់ពីធ្វើការសម្អាតស្រទាប់រដូវរួចយកល្អស្ត្រីគួរទុកពេល2ទៅ3ខែឲ្យមករដូវឲ្យស្រួលសិនទើបចាប់ផ្ដើមមានកូនឡើងវិញជាចុងក្រោយសូមជូនពរស្ត្រីគ្រប់រូបប្រកបដោយសុខភាពល្អសូមអរគុណសូមជម្រាបលា